ជំរាបសួរអ្នកខ្ញុំឌីណានជាតំណាងក្រុមយុវជនដើម្បីសុខភាពនិងអនាម័យក្រុមរបស់អ្នកខ្ញុំបង្កើតឡើងនៅថ្ងៃទី27ខែមេសាឆ្នាំ2025មូលហេតុដែលយើងបង្កើតក្រុមនេះឡើងគឺតាមរយៈវគ្គបណ្ដុះបណ្ដាលរបស់អង្គការយុវសន្តិភាពក្រុមប្រធានបទការកសាងខ្លួនល្អនិងភាពជាអ្នកដឹកនាំបន្ទាប់ពីយើងបានរៀនវគ្គបណ្ដុះបណ្ដាលនេះរួចយើងក៏បានជ្រើសរើសយកប្រធានបទការរស់នៅស្អាតនិងមនុស្សសុខភាពល្អមកអនុវត្តនៅក្នុងភូមិសំរោងអូទ្រាឃុំសំរោងក្នុងស្រុកឯកភ្នំខេត្តបាត់ដំបងនៅក្នុងគោលបំណងដើម្បីចូលរួមចំណែកលើកកម្ពស់ចំណេះដឹងទាក់ទងទៅនឹងការថែរក្សាអនាម័យនិងដើម្បីសហគមន៍មានសុខុមាលភាពនៅក្នុងគម្រោងរបស់យើងគឺមានសកម្មភាពសំខាន់ៗចំនួន9សកម្មភាពទី1នោះគឺក្រុមរបស់ពួកយើងបានធ្វើការចុះប៉ាន់ប្រមាណទៅលើសហគមន៍ដែលមានក្រុមគោលដៅចំនួន52នាក់ដើម្បីស្វែងយល់អំពីតម្រូវការរបស់សហគមន៍ហើយនឹងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបស់សហគមន៍កាន់តែជិតស្និទ្ធផងដែរចំណែកសកម្មភាពទី2វិញគឺក្រុមរបស់ពួកយើងបានបង្កើតវគ្គបណ្ដុះបណ្ដាលមួយស្ដីអំពីអនាម័យខ្លួនប្រាណស្អាតនិងមនុស្សសុខភាពល្អដោយមានក្រុមគោលដៅចំនួន40នាក់ដោយយើងផ្ដោតសំខាន់ទៅលើការលាងដៃការកាត់កញ្ចក់និងការដុសធ្មេញជាដើមផងដែរដើម្បីជាគន្លឹះក្នុងការអនាម័យខ្លួនប្រាណស្អាតហើយក៏បានផ្ដល់នៅសម្ភារៈមួយចំនួនជូនទៅក្រុមគោលដៅផងដែរបន្ទាប់មកយើងក៏បានចុះបទលិខិតប័ណ្ណនៅតាមសហគមន៍ស្ដីពីសុខភាពនិងអនាម័យមានដូចជាការសម្អាតដៃនិងធ្មេញសរុបទាំងអស់ដែលយើងបានបិទចំនួន82សន្លឹកនៅក្នុង41គ្រួសារបន្ទាប់ពីចុះបាន3សកម្មភាពរួចមកយើងក៏បានវាយតម្លៃពាក់កណ្ដាលគម្រោងដែលយើងសង្កេតឃើញថាកុមារមានការចេះសម្អាតធ្មេញកាត់ក្រចកដៃនិងការលាងដៃជាប្រចាំល្អប្រសើរជាងមុនបន្តមកសកម្មភាពទី5គឺយើងធ្វើវគ្គបណ្ដុះបណ្ដាលស្ដីពីអនាម័យលំនៅឋាននិងមនុស្សសុខភាពល្អដែលយើងផ្ដោតសំខាន់ទៅលើការរៀបចំផ្ទះសម្បែងឲ្យមានសណ្ដាប់ធ្នាប់និងការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវនៅក្នុងនោះដែរយើងក៏មានសម្ភារៈទាក់ទងនឹងការអនាម័យលំនៅឋានចែកជូនដល់ក្រុមគោលដៅផងដែរសម្រាប់សកម្មភាពទី6គឺយើងបានចុះសម្អាតតាមផ្ទះក្រុមគោលដៅចំនួន30គ្រួសារដែលយើងមានសម្ភារៈប្រើប្រាស់ដូចជាថង់ហើយនិងដង្កាប់សម្រាប់ចាប់សំណល់ផ្លាស្ទិកនានាផងដែរចំពោះសកម្មភាពទី7គឺការចុះដាក់ផ្ទាំងប៉ាណូក្រោមពាក្យស្លោកមួយថាអនាម័យគឺជាខែលការពារជំងឺនិងមកនៅសុខភាពល្អសម្រាប់គ្រួសារជានិរន្តរ៍សកម្មភាពទី8គឺយើងចុះវាតម្លៃបញ្ចប់គម្រោងក្រុមគោលដៅជាកុមារអាណាព្យាបាលចំនួន30នាក់ក្នុងគោលបំណងដើម្បីវាស់ស្ទង់នៅកម្រិតនៃការយល់ដឹងនិងការអនុវត្តរបស់ពួកគាត់ទាក់ទងទៅនឹងការអនាម័យខ្លួនប្រាណនិងលំនៅឋានសម្រាប់សកម្មភាពចុងក្រោយគឺយើងបានបង្ហាញលទ្ធផលទៅកាន់គោលដៅចំនួន40នាក់ពីការបង្ហាញលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ពួកយើងរយៈពេល3ខែក្នុងសហគមន៍មួយនេះនៅក្នុងគម្រោងនេះបានផ្ដល់ចំណេះដឹងផ្នែកអនាម័យទៅកាន់ក្រុមគោលដៅយ៉ាងមានប្រសិទ្ធភាពបង្រៀនឲ្យទាំងកុមារទាំងមនុស្សចាស់អត់ចេះសម្អាតខ្លួនប្រាណអនាម័យនៅក្នុងផ្ទះសម្បែងលំនៅឋានបន្ទប់ទឹកនិយាយរួមទៅគឺខ្លួនប្រាណរបស់គាត់ខ្ញុំសំណងពរឲ្យបងមកបង្ហាត់បង្រៀនដល់ពួកតាមរយៈការវាយតម្លៃរបស់ពួកយើងរួចមកមិនត្រឹមតែប៉ុណ្ណោះពួកយើងក៏បានរៀនសូត្រអំពីការធ្វើការងារជាក្រុមកិច្ចការនៅក្នុងសហគមន៍ដើម្បីអាចពិវត្តសមត្ថភាពខ្លួនឯងនិងជាចំណែកមួយជួយទៅដល់សហគមន៍ទៀតផងជាចុងក្រោយសូមអរគុណដល់អង្គការយុវសន្តិភាពដែលតែងតែផ្ដល់ឱកាសឲ្យពួកយើងនៅក្នុងការលូតលាស់ដើម្បីក្លាយជាអ្នកដឹកនាំវ័យក្មេងពោពេញទៅដោយសក្តានុពលសូមអរគុណដល់ក្រុមគោលដៅភូមិសំរោងអូទ្រាដែលតែងតែអនុវត្តសកម្មភាពជាមួយយើងជាប្រចាំហើយក៏សូមអរគុណដល់ក្រុមដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃដើម្បីចូលរួមអនុវត្តសកម្មភាពជាមួយគ្នាពួកយើងស្រឡាញ់អង្គការយុវសន្តិភាព